ព្រឹត្តិការណ៍ដ៏មិនគួរឲ្យជឿហើយអស្ចារ្យជាងខ្សែភាពយន្តមួយនេះបានកើតឡើងក្នុងជំរំឆ្លើយសឹកក្នុងកំឡុងសម័យសង្គ្រាមលោកលើកទី2នេះគឺជារឿងរ៉ាវរបស់បុរសម្នាក់ដែលត្រូវឆ្លងកាត់ឧបសគ្គនិងធ្វើគ្រប់មធ្យោបាយដើម្បីរក្សាជីវិតឲ្យរស់រាននិងអាចរត់គេចចេញពីជំរំមរណៈមួយនេះហើយក្នុងវីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅដឹងអំពីអាថ៌កំបាំងនៃគម្រោងការរត់គេចខ្លួនដ៏ឆ្លាតវៃនិងគួរឲ្យភ្ញាក់ផ្អើលបំផុតមួយចុងក្រោយគាត់ក៏អាចទទួលបានសេរីភាពដែលគាត់ចង់បានហើយត្រូវបានគេកត់ត្រាទុកនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមជំរាបសួរបងប្អូនជាទីគោរពជាពិសេសបងប្អូនដែលតែងតែគាំទ្ររាល់ការធ្វើវីដេអូរបស់ខ្ញុំសម្រាប់ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាត្រឡប់ទៅស្គាល់អំពីដំណើរជីវិតរបស់បុរសម្នាក់នៅក្នុងកំឡុងសម័យសង្គ្រាមលោកលើកទី2បុរសម្នាក់នេះគាត់អាចរត់គេចចេញពីជំរំមរណៈដែលស្ទើរតែគ្មាននរណាជឿថាគាត់អាចរត់គេចខ្លួនបានបងប្អូនច្បាស់ជាមានចម្ងល់ដែលចង់ដឹងថាតើគាត់ប្រើវិធីសាស្ត្រណាដើម្បីគេចចេញពីជំរំមួយនេះហើយចុងបញ្ចប់នៃជីវិតរបស់គាត់តើគាត់នឹងរសាត់ទៅដល់ទីណាមុននឹងបងប្អូនទៅដឹងសាច់រឿងមួយនេះខ្ញុំក៏សូមរំខានបងប្អូនកុំភ្លេចជួយចុច like ក៏ដូចជាជួយចុច subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តដល់ការធ្វើវីដេអូរបស់ខ្ញុំអញ្ចឹងកុំឲ្យខាតពេលយូរទៅដឹងរឿងរ៉ាវមួយនេះជាមួយខ្ញុំទាំងអស់គ្នាដើមហេតុនៃសាច់រឿងមួយនេះគឺយើងត្រូវត្រឡប់ទៅសម័យសង្គ្រាមលោកលើកទី2ករណីមួយនេះបានកើតឡើងក្នុងជំរំឃុំឃាំងមួយដែលមានឈ្មោះថា Stay Live Lost សម្រាប់ពាក្យនេះគឺមានន័យថាជំរំសម្រាប់អ្នកទោសសង្គ្រាមជំរំនេះវាជាជំរំរបស់កងទ័ពអាល្លឺម៉ង់ដែលត្រូវបានប្រើសម្រាប់ឃុំឃាំងទាហានដែលជាឆ្លើយសឹកហើយទីតាំងនៃជំរំមួយនេះគឺនៅតំបន់នៃទីក្រុង Zagan ប្រទេសប៉ូឡូញអ្នកទោសភាគច្រើនដែលត្រូវបានយកមកឃុំឃាំងនៅទីនេះគឺជាទាហានរបស់កងទ័ពសម្ព័ន្ធមិត្តមិនថាជារបស់ចក្រភពអង់គ្លេសបារាំងកាណាដានិងសហរដ្ឋអាមេរិកជាដើមផ្ទៃដីនៃជំរំមួយនេះត្រូវបានគេបែងចែកជា4តំបន់ដាច់ដោយឡែកពីគ្នាហើយត្រូវបានគេឡោមព័ទ្ធជុំវិញទៅដោយរបងបន្លាលួសដែលមានកម្ពស់រហូតដល់3ម៉ែត្រអ្វីដែលសំខាន់ណាបងប្អូននៅតំបន់នីមួយៗមានការគូសបន្ទាត់នៅជុំវិញរបងហើយការគូសបន្ទាត់នេះគេស្គាល់ថា warning light ឬក៏បន្ទាត់ប្រមានអ្វីដែលសំខាន់ណាបើសិនជាអ្នកទោសណាហ៊ានប្រហើនដើរឆ្លងកាត់បន្ទាត់ក្រហមមួយនេះឆ្មាំងដែលយាមនៅទីនោះអាចបាញ់ប្រហារដោយមិនចាំបាច់ស្រែកប្រមានជាក់ស្ដែងណាស់បងប្អូនការរស់នៅរបស់អ្នកទោសទាំងអស់ក្នុងជំរំមួយនេះគឺពោពេញទៅដោយទុក្ខលំបាកវេទនាពួកគេត្រូវរស់នៅក្នុងអាគារចង្អៀតហាក់ដូចជាត្រីដែលរស់នៅក្នុងកន្ត្រកតែមួយអញ្ចឹងថាការរស់នៅចង្អៀតទៅវាលំបាកណាស់ទៅហើយតែអ្វីដែលសំខាន់នោះនៅក្នុងជំរំមួយនេះគ្មានការថែទាំអនាម័យឲ្យបានត្រឹមត្រូវនោះទេអ្នកទោសជាច្រើនតែងតែធ្លាក់ខ្លួនឈឺនិងឆ្លងជំងឺទៅវិញទៅមកជាញឹកញាប់មិនតែប៉ុណ្ណោះជារៀងរាល់ថ្ងៃពួកគេត្រូវធ្វើការយ៉ាងធ្ងន់និងប្រើកម្លាំងយ៉ាងច្រើនដើម្បីដោះដូរជាមួយនឹងអាហារបន្តិចបន្តួចហើយសម្រាប់អាហារដែលពួកគេទទួលបានគ្រាន់តែអាចទ្រទ្រង់ក្រពះឲ្យរស់ពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះបើយើងនិយាយឲ្យសាមញ្ញនិងងាយស្រួលយល់ការរស់នៅក្នុងជំរំមួយនេះអ្នកទោសរស់នៅមិនខុសពីការរស់នៅក្នុងនរកលើដីឡើយដោយសារតែការរស់នៅបែបនឹងហើយបានជំរុញឲ្យអ្នកទោសមួយចំនួនចាំបាច់ត្រូវតែរកវិធីក្នុងការហែកចេញទៅខាងក្រៅដោយពួកគេគិតថានៅក៏ស្លាប់រត់គេចអាចមានសង្ឃឹមរស់បើយើងក្រឡេកទៅកាន់ទិន្នន័យនៅក្នុងពន្ធនាគារមួយនឹងវិញចាប់តាំងពីពន្ធនាគារនេះបានបើកដំណើរការតែងតែមានអ្នកទោសព្យាយាមរត់គេចខ្លួនជាច្រើនដងផងដែររឿងរ៉ាវទាំងអស់នេះគឺល្បីល្បាញរហូតដល់ថ្នាក់គេយកទៅធ្វើជាខ្សែភាពយន្តក្នុងឆ្នាំ1963អ្នកទោសម្នាក់មើលទៅមុខពួកគេស្លេកស្លាំងគ្មានកម្លាំងកំហែងនោះទេក្នុងចំណោមអ្នកទោសទាំងអស់ក៏មានបុរសម្នាក់នេះផងដែររឿងរ៉ាវរបស់បុរសម្នាក់នឹងហើយដែលជំរុញឲ្យអ្នកដឹកនាំរឿងនឹងចាំបាច់ត្រូវតែយកខ្សែជីវិតរបស់គាត់ទៅផលិតជាខ្សែភាពយន្តហើយបុរសម្នាក់នឹងគាត់មានឈ្មោះថា Oliver Philpott ខ្ញុំសូមហៅគាត់ថា Oliver គាត់គឺជាទាហានម្នាក់នៃកងទ័ពចក្រភពអង់គ្លេសហើយគាត់ត្រូវបានគេចាប់ធ្វើជាឆ្លើយសឹកនិងនាំមកឃុំឃាំងនៅក្នុងជំរំមរណៈមួយនេះក្នុងកំឡុងខែមេសាឆ្នាំ1942នៅពេលនោះជំរំនេះទើបតែត្រូវបានគេសាងសង់និងបើកឲ្យដំណើរការតែប៉ុណ្ណោះក្រោយពេលដែល Oliver បានមករស់នៅក្នុងជំរំមួយនេះជីវិតរបស់គាត់ជួបការលំបាកមិនខុសពីអ្នកទោសដទៃនោះទេសំណួរសួរថាតើគាត់នឹងរស់នៅបែបណាមែនទែនទៅជារៀងរាល់ថ្ងៃគាត់ត្រូវក្រោកពីព្រលឹមធ្វើការបន្ទាប់មកទៀតចូលគេងយប់ជ្រៅវត្តដាក់នៃជីវិតដដែលមួយនេះបានបន្តវិលចុះវិលឡើងធ្វើឲ្យគាត់គ្មានទីបញ្ចប់ឡើយដោយសារតែការរស់នៅបែបនឹងហើយបានគាត់នឹងទៅនិយាយជាមួយនឹងអ្នកទោសផ្សេងទៀត
ទៀតដែលគាត់ជឿទុកចិត្តដើម្បីរួមចិត្តរួមគំនិតរកវិធីក្នុងការរត់ចេញទៅខាងក្រៅគឺហែកគុកនឹងឯងហើយនៅពេលដែលពួកគេមានចិត្តមានគំនិតដូចគ្នាក្នុងការរត់គេចខ្លួនអញ្ចឹងទៅពួកគេក៏ព្យាយាមរត់គេចតែចុងក្រោយពួកគេត្រូវបានក្រុមអ្នកយាមនៅក្នុងពន្ធនាគារមួយនេះចាប់មកឃុំឃាំងដដែលខ្លះត្រូវបានគេបញ្ជូនទៅពន្ធនាគារងងឹតមានន័យថាពន្ធនាគារនោះមិនមានពន្លឺថ្ងៃទេខ្លះត្រូវបានគេចាប់ឲ្យយកទៅធ្វើទរណកម្មជាដើមហើយអ្នកទោសខ្លះទៀតត្រូវបានគេយកទៅដាក់នៅក្នុងពន្ធនាគារតែម្នាក់ឯងរយៈពេលជាច្រើនខែលើសពីនេះទៅទៀតនោះគឺឆ្មាំងនៅក្នុងជំរំមួយនេះបានឃើញស្លាកស្នាមនៃការប៉ុនប៉ងជីករូងក្រោមដីជាច្រើនកន្លែងរូងទាំងអស់នោះត្រូវបានអ្នកទោសប្រើសម្រាប់រៀបគម្រោងរត់គេចតាមច្រកក្រោមដីទោះបីជាមានគម្រោងក្នុងការជីកដីរត់គេចខ្លួនបែបណាក៏ដោយក៏នៅមិនទាន់មានអ្នកទោសណាអាចគេចបានជោគជ័យឡើយនៅពេលដែលខាងឆ្មាំងពន្ធនាគារមួយនេះដឹងថាអ្នកទោសមួយចំនួនកំពុងរៀបគម្រោងក្នុងការរត់គេចចេញពីពន្ធនាគារមួយនេះប្រធាននៅក្នុងជំរំមួយនេះបានបន្ថែមកម្លាំងការពារលើសពីនេះទៅទៀតនោះគឺបានបំពាក់ឧបករណ៍ដាក់ក្រោមដីដើម្បីចាំស្ទាក់មើលថាតើមានករណីជីករូងក្រោមដីទៀតដែរឬអត់ហើយនៅពេលដែលដាក់ឧបករណ៍ចាប់សម្លេងនឹងហើយប្រសិនបើមានអ្នកណាហ៊ានតែជីករូងក្រោមដីឧបករណ៍មួយនេះនឹងផ្ដល់សញ្ញាក៏ដូចជាផ្ដល់សម្លេងទៅកាន់ឆ្មាំងពន្ធនាគារហេតុនេះហើយឱកាសដែលអ្នកទោសអាចជីករូងបានសម្រេចនិងអាចរត់គេចខ្លួនបាននឹងគឺមានភាគរយតិចខ្លាំងណាស់បើយើងក្រឡេកទៅកាន់ Oliver វិញចាប់តាំងពីដឹងថាជំរំមួយនេះមានការការពារខ្ពស់អញ្ចឹងទៅគាត់អត់មានគម្រោងក៏ដូចជាលួចគិតអំពីគម្រោងក្នុងការរត់គេចខ្លួនម្ដងណាឡើយដោយគាត់យល់ថាការយកជីវិតទៅប្រថុយនឹងរឿងបែបនេះវាមិនខុសគ្នាពីការយកជីវិតទៅបោះចោលនោះទេមកដល់ថ្ងៃមួយគាត់នឹងបានទៅស្គាល់អ្នកទោស2នាក់ដែលត្រូវបានគេស្គាល់ថាជាមិត្តជិតដិតពួកគេម្នាក់មានឈ្មោះថា Michael Connor និង Eric William បន្ទាប់ពីពួកគេបានស្គាល់គ្នាបានមួយរយៈបុរសទាំង2នាក់នេះបានទៅពិភាក្សាជាមួយនឹង Oliver ដោយប្រាប់គាត់ថាពួកគេមានគម្រោងក្នុងការជីករូងក្រោមដីដើម្បីគេចចេញពីជំរំមួយនេះនៅពេលដែលពួកគេបានប្រាប់ទៅកាន់ Oliver បែបនេះភ្លាមពួកគេរៀបនឹងនិយាយអំពីគម្រោងឲ្យ Oliver ស្ដាប់បែ Oliver បាននិយាយកាត់ថាកុំគិតអីច្រើនពួកឯងគួរណាតែឱនក្បាលធ្វើការបន្តទៀតទៅល្អជាងហើយមូលហេតុដែល Oliver បានប្រាប់ទៅកាន់ Eric ក៏ដោយសារតែ Oliver គិតថាឧបករណ៍ដែលយើងមានបើយើងចង់ជីកពីក្រោមអាគារដែលយើងដេករហូតទៅដល់ផុតលបងគឺយើងត្រូវចំណាយពេលរាប់ឆ្នាំទើបអាចចេញទៅខាងក្រៅបានក្រៅពីនេះយើងត្រូវតែប្រយ័ត្នប្រយែងពីក្រសែភ្នែករបស់ឆ្មាំងដែលយាមនៅក្នុងជំរំមួយនេះពីព្រោះពួកគេព្យាយាមការពារ24ម៉ោងនៅពេលដែល Oliver និយាយបែបនេះភ្លាម Eric ជាមួយនឹង Michael បានប្រាប់ទៅកាន់ Oliver វិញថាផែនការដែលខ្ញុំកំពុងនឹងរៀបនឹងមិនមែនជីកពីរូងក្រោមដីកន្លែងដែលយើងស្នាក់នៅទៅកាន់របងដោយអ្នកទោសដទៃទៀតធ្វើនោះទេពួកយើងមានគម្រោងមួយទៀតដែលធ្វើខុសពីគេនៅពេលដែល Oliver ឬ Eric និយាយអញ្ចឹងភ្លាមគាត់ក៏សួរថាឯងចង់ជីកពីកន្លែងណានៅពេលនោះ Eric ក៏បានប្រាប់ថាយើងជីកក្បែរលបងដែលយើងចង់រត់គេចខ្លួននឹងនៅពេលដែល Oliver ឬ Eric និយាយថាចង់ជីកក្បែរលបងនឹងគាត់ក៏អស់សំណើចហើយគាត់ក៏បាននិយាយបន្ថែមទៀតថាវាមិនអាចទៅរួចទេដែលទីវាលអញ្ចឹងក្រុមអ្នកយាមឬក៏ឆ្មាំងនៅក្នុងពន្ធនាគារមួយនេះអនុញ្ញាតឲ្យអ្នកទោសទៅជីកកណ្ដាលថ្ងៃអញ្ចឹងនៅពេលនោះ Eric ក៏បាននិយាយប្រាប់ Oliver ថាពួកគេមិនប្រើវិធីដូចនេះនោះទេតែពួកគេមានល្បិចមួយទៀតដែលត្រូវបានគេប្រើក្នុងសម័យបុរាណហើយវិធីមួយនេះត្រូវបានកងទ័ពសម័យបុរាណនឹងប្រើដើម្បីផ្លាស់ទីកងទ័ពដោយមិនឲ្យសត្រូវដឹងបើយើងត្រឡប់ទៅសម័យក្រិកបុរាណគឺមានរឿងព្រេងនិទានដ៏ល្បីល្បាញមួយរឿងនោះគឺជារឿងសេះឈើដ៏ឆ្លាតវៃនៅក្នុងរឿងព្រេងនិទានមួយនេះមានគេដំណាលថាមានកងទ័ពមួយក្រុមជាយាមវាយលុកចូលនៅក្នុងទីក្រុងអស់រយៈពេលជាច្រើនខែប៉ុន្តែដោយសារតែទីក្រុងមួយនេះមានប្រព័ន្ធការពារខ្ពស់ទោះបីជាកងទ័ពសត្រូវព្យាយាមវាយលុកខ្លាំងប៉ុណ្ណាឬប្រើយុទ្ធសាស្ត្របែបណាក៏ដោយក៏ពួកគេនៅតែមិនអាចដណ្ដើមក្រុងមួយនេះបានហើយនៅទីបំផុតកងទ័ពដែលជាភាគីវាយលុកនឹងបានសុំចរចាទៅកាន់ទីក្រុងមួយនេះហើយការចរចានេះក៏មានសំណើដែរថាដើម្បីជាការសុំទោសកន្លងមកដែលខ្លួនបានវាយលុកទីក្រុងមួយនេះអញ្ចឹងពួកគេនឹងប្រគល់សេះដ៏ធំមួយទៅកាន់ទីក្រុងមួយនេះទុកជារបស់អនុស្សាវរីយ៍មានន័យថាឲ្យដើម្បីលុបលាងការសុំទោសអីចឹងណានៅពេលនោះស្ដេចដែលគ្រប់គ្រងនៅក្នុងទីក្រុងដ៏
រឹងមាំមួយនេះក៏ព្រមទទួលសំណើហើយថ្ងៃដែលទទួលសេះដ៏ឆ្លាតវៃរបស់កងទ័ពដែលមកសុំទោសនឹងបើកទ្វារនៅពេលយប់នៅពេលដែលសេះមកដល់ទ្វារក្រុងត្រូវបានបើកអ្វីដែលមិននឹកស្មានដល់នោះគឺនៅក្នុងសេះដ៏ធំមួយក្បាលនឹងពោពេញទៅដោយទាហានបង្កប់នៅខាងក្នុងនឹងហើយនៅពេលនោះគឺជាពេលវេលាដែលកងទ័ពរបស់ភាគីដែលចង់វាយលុកនឹងអាចវាយយកក្រុងមួយនេះបានសម្រេចនេះគឺជាវិធីដែល Eric ប្រាប់ទៅកាន់ Oliver នៅពេលដែល Oliver បានស្ដាប់រឿងរ៉ាវនិទានដែលពួកគេទាំងពីរបានរៀបរាប់ឲ្យស្ដាប់ហើយ Oliver នៅតែនិយាយថាវាមិនអាចទៅរួចពីព្រោះសម័យនេះមិនដូចសម័យមុនឡើយទោះបីជាពេលនោះ Oliver បានបដិសេធក៏ពិតមែនប៉ុន្តែក្រោយពីនោះមិនបានប៉ុន្មានថ្ងៃស្រាប់តែ Oliver បានដើរមកប្រាប់ Eric វិញថាអូខេខ្ញុំចូលរួមជាមួយនឹងពួកឯងដែរហើយជំហានដំបូងដែលពួកគេត្រូវធ្វើនោះគឺបង្កើតសេះឈើមួយក្បាលដើម្បីឲ្យវាមានតួនាទីក្នុងការទៅឈរនៅក្បែររបងដែលពួកគេនឹងចង់ផ្លោះចេញនៅពេលនោះស្រាប់តែ Oliver នឹកឃើញថាតើអាចទៅរួចទេដែលឆ្មាំងអនុញ្ញាតឲ្យយើងនឹងទៅកសាងសេះឈើដ៏ធំនៅទីនោះពេលនោះ Eric ក៏បានឆ្លើយទៅកាន់ Oliver វិញថាយើងមិនបានសាងសង់សេះដ៏ធំសម្បើមដល់ថ្នាក់នេះនោះទេយើងគ្រាន់តែបង្កើតប្រអប់ឈើធម្មតាមួយដែលមានទម្រង់ការ៉េហើយមានទំហំល្មមដែលយើងអាចចូលទៅក្នុងនោះ3នាក់បានបន្ទាប់មកទៀតយើងនឹងយកប្រអប់ឈើនោះទៅដាក់នៅទីតាំងដែលយើងចង់ជីកហើយអ្នកដែលលាក់ខ្លួននៅក្នុងប្រអប់នោះចាប់ផ្ដើមជីកបន្តិចម្ដងអ្វីដែលសំខាន់ណាស់នៅពេលដែលពួកគេរៀបគម្រោងក្នុងការជីកបានហើយអញ្ចឹងជំហានបន្ទាប់របស់ពួកគេនោះគឺរកតំបន់ដែលត្រូវជីកបងប្អូនដឹងថាតំបន់ទីណាដែលពួកគេចង់ជីកអត់នោះគឺនៅជាប់ជាមួយនឹងប៉មរបស់ឆ្មាំងពន្ធនាគារបងប្អូនស្ដាប់មិនច្រឡំទេបងប្អូននៅជាប់កន្លែងសន្តិសុខយាមហើយសំណួរសួរថាហេតុអីបានជាពួកគេនឹងទៅជីកនៅតំបន់នឹងទៅវិញមិនខ្លាចគេឃើញទេអីមែនទេទៅដោយពួកគេគិតថាការជីកនៅតំបន់នោះមិនសូវជាមានអ្នកចាប់អារម្មណ៍ទេពីព្រោះកន្លងមកនឹងឆ្មាំងដែលយាមនៅទីនោះតែងតែគិតថាក្រុមអ្នកទោសមិនហ៊ានទៅក្បែរពួកគេឡើយអញ្ចឹងការដែលសម្រេចចិត្តទៅជីកក្បែរនឹងវាគឺជាកន្លែងដ៏សុវត្ថិភាពបំផុតមានន័យថាគម្រោងរបស់ពួកគេគឺជីកពីតំបន់ខាងក្នុងពន្ធនាគារដែលនៅជាប់នឹងប៉មយាមនឹងពីក្រោមប៉មយាមផុតលបងក្នុងការទៅខាងក្រៅលើពីនេះទៅទៀតនោះគឺពួកគេដឹងថាតំបន់ផ្សេងអ្នកយាមនៅក្នុងពន្ធនាគារមួយនេះតែងតែយកឧបករណ៍ទៅចាប់សម្លេងក្នុងការជីកដីតែនៅតំបន់ដែលពួកគេស្នាក់នៅនឹងពួកគេបែរជាមិនដាក់ឧបករណ៍នឹងទៅវិញដោយពួកគេគិតថាពួកគេនៅក្បែរនឹងហើយមិនចាំបាច់ដាក់ឧបករណ៍នឹងទៀតទេទោះបីជាគម្រោងការដែល Eric បានប្រាប់ទៅកាន់ Oliver ស្ដាប់មើលទៅវាមានភាគរយក្នុងការជោគជ័យច្រើនក៏ពិតមែនតែ Oliver នៅតែមានមន្ទិលសង្ស័យហើយគាត់បានប្រាប់ទៅកាន់ Eric វិញថាខ្ញុំនឹងចូលរួមជាមួយនឹងគម្រោងរបស់ឯងតែខ្ញុំសុំត្រឹមតែជាអ្នកមើលផ្លូវឲ្យតែប៉ុណ្ណោះសម្រាប់ការជីកឯងទាំងពីរជាអ្នកជីកទៅចាប់តាំងពីពួកគេរួមចិត្តរួមគំនិតគ្នារួចហើយបន្ទាប់ពីនេះមកពួកគេតែងតែប្រមូលកំណាត់ឈើនៅក្នុងជំរំមួយនឹងមកប្រកបធ្វើជាឧបករណ៍ឈើ4ជ្រុងដែលពួកគេបានរៀបគម្រោងទុកហើយសម្រាប់ប្រអប់ឈើដែលពួកគេធ្វើនឹងគឺពួកគេធ្វើបិទហុំជុំវិញតែទុកប្រហោងនៅខាងក្រោមនឹងហើយគឺជាទីតាំងដែលពួកគេនឹងជីកនៅពេលដែលគេធ្វើឈើ4ជ្រុងនឹងហើយគេក៏យកខ្នើយរបស់ពួកគេនឹងមកដាក់ពីលើបន្ទាប់មកទៀតគេយកឈើមួយនឹងទៅដាក់នៅទីតាំងដែលពួកគេចង់ជីកគឺនៅក្បែរប៉មអ្នកយាមនឹងឯងបន្ទាប់ពីគេយកឈើមួយនេះទៅដាក់ក្បែរប៉មនឹងហើយគេក៏ហៅមិត្តភ័ក្តិរបស់គេនឹងមករត់ផ្លោះលេងធ្វើដូចជាហាត់កីឡាពេលល្ងាចដើម្បីបន្លំភ្នែករបស់អ្នកយាមរហូតមកដល់ឆ្នាំ1943គឺនៅថ្ងៃទី8កក្កដាពួកគេបានពឹងពាក់ឲ្យអ្នកទោសផ្សេងទៀតនឹងជួយលើកឡាំងឈើរបស់ពួកគេទៅដាក់ទីតាំងដែលពួកគេចង់ជីកគឺនៅក្បែរប៉មឆ្មាំងពន្ធនាគារបន្ទាប់ពីពួកគេបានលើកឈើ4ជ្រុងនេះទៅដាក់ត្រូវនឹងតំបន់ដែលពួកគេចង់ជីកហើយ Oliver ដែលជាអ្នកមើលផ្លូវនឹងបានតែឈរពាត់ដៃពាត់ជើងនៅក្បែរឡាំងមួយនឹងបើយើងក្រឡេកទៅកាន់ Eric និង Michael គឺគេកំពុងតែជីកនៅក្នុងឡាំងមួយនឹងគឺជីកដោយដៃទទេចូលទៅកាន់រូងក្រោមដីហើយរៀងរាល់ល្ងាចពួកគេតែងតែមកហាត់ប្រាណដើម្បីបន្លំភ្នែកហើយមានគ្នារបស់គេនឹងតែងតែជីកដោយដៃជាប្រចាំមែនទេទៅបណ្ដាអ្នកទោសដទៃទៀតក៏ពួកគេដឹងដែរថាគ្នាគេទាំង3អ្នកនេះមានដូចជា Eric ក៏ដូចជា Oliver នឹងចង់ធ្វើអ្វីទោះបីជាពួកគេបានដឹងអំពីគម្រោងថាពួកគេចង់ហាយគោកក៏ពិតមែនតែអ្នកខ្លះវិញព្យាយាម support ព្
ព្យាយាមជួយអ្នកទាំង3នេះឲ្យសម្រេចនៅគម្រោងមួយនេះហើយពេលដែលពួកគេជីកទៅវាតែងតែមានអាចដីសល់អញ្ចឹងទៅពួកគេយកអាចដីទាំងអស់នោះច្រកថង់យកទៅបោះនៅតាមរបងបោះនៅលើដំបូលក៏ដូចជាបោះនៅទីតាំងសាធារណៈជាដើមធ្វើយ៉ាងណាក៏ដោយមិនឲ្យអ្នកយាមនឹងមានការចាប់អារម្មណ៍ពួកគេធ្វើបែបនេះជាច្រើនថ្ងៃច្រើនសប្តាហ៍និងច្រើនខែហើយការជីករបស់ពួកគេមិនមែនងាយស្រួលឡើយពេលខ្លះក៏ជីកប៉ះថ្មទៅពេលខ្លះក៏ត្រូវរបកដៃរបកជើងតែទោះបីជាពួកគេជួបជាមួយនឹងឧបសគ្គបែបណាក៏ដោយតែមហិច្ឆតាក្នុងការចង់ចេញពីពន្ធនាគារមួយនេះវាជាជំរើសដំបូងដែលពួកគេត្រូវធ្វើឧបសគ្គមួយទៀតដែលពួកគេជួបនោះគឺនៅពេលដែលពួកគេជីកកាន់តែជ្រៅទៅប្រកាសណាថានៅខាងក្រោមដីវាមិនមានអុកស៊ីសែនគ្រប់គ្រាន់អញ្ចឹងនៅពេលដែលពួកគេជីកបានមួយសន្ទុះពួកគេក៏ស្ទុះមកដកដង្ហើមនៅខាងក្រៅមួយសន្ទុះបន្ទាប់មកទៀតក៏ចូលទៅវិញនៅពេលដែលអ្នកទាំងពីរព្យាយាមជីករៀងរាល់ថ្ងៃអញ្ចឹងទៅធ្វើឲ្យពួកគេនឹងបាក់កម្លាំងរហូតដល់ពេលខ្លះពួកគេក៏ចង់បោះបង់តែទោះបីជាយ៉ាងណាក៏ដោយបោះបង់ក៏មិនកើតដែរដោយសារតែរូងដែលពួកគេបានជីកនឹងគឺវាបានឆ្ងាយគួរសមដែរអញ្ចឹងទៅពួកគេក៏សម្រេចចិត្តទៅបបួល Oliver ដែលចាំតែមើលផ្លូវនឹងឲ្យគេនឹងជួយចូលទៅក្រោមដីដើម្បីជីកផងបើមិនអញ្ចឹងទេប្រកាសថាគម្រោងមួយនេះនឹងមិនទទួលបានជោគជ័យឡើយដោយសារតែគម្រោងមួយនេះមើលទៅមានភាគរយក្នុងការជោគជ័យច្រើន Oliver ក៏សម្រេចចិត្តប្រថុយចូលទៅខាងក្រោមដើម្បីជីកមានពេលខ្លះខណៈពេលដែលពួកគេកំពុងតែជីកនឹងស្រាប់តែមានអ្នកយាមនៅក្នុងជំរំមួយនេះឬក៏នៅក្នុងពន្ធនាគារមួយនេះបានមកគោះនៅក្នុងកេះឈើរបស់ពួកគេហើយការគោះនេះគោះដើម្បីចង់ដឹងថាតើអ្វីនៅខាងក្នុងនៅពេលដែលគោះអញ្ចឹងទៅអ្វីដែលសំខាន់ Oliver គឺកំពុងតែជីកនៅខាងក្រោមហើយពេលនោះពួកគេមានការភិតភ័យយ៉ាងខ្លាំងប៉ុន្តែនៅខណៈពេលដែលកំពុងតែគោះនឹងមានអ្នកយាមម្នាក់ទៀតដែលជាអ្នកធ្វើការនៅក្នុងពន្ធនាគារនឹងបានស្រែកហៅមន្ត្រីដែលតកោះឈើនឹងឲ្យទៅមើលអ្នកទោសម្នាក់កំពុងតែវាយគ្នាអញ្ចឹងទៅធ្វើឲ្យ Oliver នឹងរួចផុតពីការចាប់អារម្មណ៍ពីអ្នកយាមម្នាក់នឹងទៅនៅពេលដែលពួកគេជួបការលំបាកខណៈពេលដែលជីកអញ្ចឹងទៅធ្វើឲ្យពួកគេនឹងចង់បោះបង់ប៉ុន្តែនៅពេលដែលពួកគេសម្រេចថាចង់បោះបង់អ្វីដែលពួកគេគិតចេញមុនគេនោះគឺគ្រួសារនៅចាំឯផ្ទះក្រោយពេលដែលពួកគេជីកបានរហូតដល់ជាង3ខែធ្វើឲ្យពួកគេនឹងអាចជីកបានចម្ងាយរហូតដល់12ម៉ែត្រនៅពេលដែលពួកគេដឹងថាចិត្តទៅដល់គោលដៅហើយអេរិកស្រាប់តែនិយាយរឿងមួយដែលធ្វើឲ្យម្នាក់មានការងឿឆ្ងល់នោះគឺនៅពេលដែលយើងចេញហើយតើយើងនឹងរត់គេចខ្លួនតាមវិធីណាពីព្រោះនៅខាងក្រៅជំរំមួយនេះពោពេញទៅដោយកងទ័ពអាល្លឺម៉ង់អ្វីដែលសំខាន់នោះគឺសម្លៀកបំពាក់របស់ពួកគេទាំង3នាក់ហ្នឹងគឺជាសម្លៀកបំពាក់អ្នកទោសប្រកាសណាថានៅពេលដែលកងទ័ពអាល្លឺម៉ង់នៅខាងក្រៅឃើញមានអ្នកទោសចេញមកខាងក្រៅច្បាស់ណាស់ថាពួកគេនឹងត្រូវគ្របកំភ្លើងមិនខានដោយសារតែកត្តានឹងហើយទើបធ្វើឲ្យពួកគេនឹងចាំបាច់ទៅតែត្រៀមខោអាវត្រៀមឯកសារក៏ដូចជាឧបករណ៍មួយចំនួនត្រៀមទុកជាស្រេចមុនពេលដែលពួកគេជួបហេតុការណ៍នៅខាងក្រៅសំណួរសួរថាតើពួកគេនឹងបានខោអាវក៏ដូចជាឧបករណ៍មួយចំនួនដែលពួកគេត្រៀមនឹងយកមកពីណាប៉ុន្តែជារឿងល្អសម្រាប់ពួកគេពីព្រោះនៅក្នុងជំរំនេះមានអគារមួយដែលជាអគារសម្រាប់កងទ័ពទាហានស្នាក់នៅនិងអ្នកស្ម័គ្រចិត្តមកចូលរួមជាមួយនឹងកងទ័ពអាល្លឺម៉ង់នឹងតែងតែទៅស្នាក់នៅទីនោះហើយនៅក្នុងអគារមួយនេះគឺពោពេញទៅដោយរបស់របរដែលពួកគេនឹងត្រូវការមិនថាជាអ្នកធ្វើឯកសារមិនថាជាអ្នកកាត់ដេរសម្លៀកបំពាក់មិនថាជាហាងកាត់សក់មិនថាជាអ្នកផ្ដល់សេវាកម្មផ្សេងមានន័យថានៅក្នុងជំរំមួយនេះគឺគេមានអគារមួយគេធ្វើឡើងសម្រាប់ជាសេវាកម្មដល់ទាហានក៏ដូចជាបណ្ដាមនុស្សស្ម័គ្រចិត្តជាមួយនឹងកងទ័ពអាល្លឺម៉ង់អញ្ចឹងហើយពួកគេទាំង3នាក់ចាប់ផ្ដើមគិតរកវិធីក្នុងការលួចចូលទៅក្នុងអគារមួយនោះហើយការចូលទៅនេះដើម្បីលួចសម្លៀកបំពាក់លួចទ្រព្យសម្បត្តិក៏ដូចជាឯកសារដែលយកមកបន្លំឬមួយទៀតដែលខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនបានដឹងពួកគេដាច់ខាតមិនមែនយកឯកសារតែផ្ដេសតែផ្ដាស់នោះទេហើយមូលហេតុដែលពួកគេមិនត្រូវយកឯកសារមកបន្លំខ្លួនផ្ដេសផ្ដាស់ក៏ដោយសារតែពួកគេចាំបាច់ត្រូវតែរឹសជាតិសាសនាដែលមានទំនាក់ទំនងល្អជាមួយនឹងកងទ័ពអាល្លឺម៉ង់ត្រង់ចំណុចនេះខ្ញុំខ្លាចបងប្អូនតាមមិនទាន់ខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនបានដឹងបន្តិចមានន័យថាបើសិនជាពួកគេទៅលួចឯកសារតាក់ទងជាមួយនឹងការសម្គាល់ខ្លួនជាជនជាតិដែលជាសត្រូវរបស់អាល្លឺម៉ង់ប្រកាសណាស់ថានៅពេលដែលពួកគេយកឯកសារនឹងទៅខាងក្រៅហើយកងទ័ពអាល្លឺម៉ង់ចាប់បាននៅខាងក្រៅពន្ធនាគារឬក៏ជំរំនឹងពួកគេនឹងត្រូវបញ្ជូនមកជំរំម្ដងទៀតអញ្ចឹងហើយអ្វីដែលពួកគេត្រូវធ្វើត្រូវយកការសម្គាល់ខ្លួនឬក៏ឯកសារបន្លំនឹងជាជាតិសាសនាដែលមានទំនាក់ទំនងល្អជាមួយនឹងអាល្លឺម៉ង់ពីព្រោះបើសិនជាពួកគេត្រូវបានកងទ័ពអាល្លឺម៉ង់ចាប់បានពួកគេនឹងត្រូវដោះលែងវិញប៉ុន្តែបើសិនជាកងទ័ពអាល្លឺម៉ង់ចាប់បានហើយដឹងថាពួកគេនឹងមិនមែនជាតិសាសន៍ដែលត្រូវគ្នាជាមួយនឹងអាល្លឺម៉ង់ទេពួកគេនឹងត្រូវចាប់ខ្លួន
ខ្ញុំជឿថាបងប្អូននឹងយល់ចំណុចហ្នឹងបងប្អូនដឹងថាពួកគេជ្រើសរើសប្រទេសណាក្នុងការបន្លំខ្លួនទេនោះគឺប្រទេស Norway មូលហេតុដែលពួកគេជ្រើសរើសប្រទេស Norway កត្តាទី1 Norway គឺនៅមិនឆ្ងាយពីប្រទេសប៉ូឡូញទី2ប្រទេស Norway គឺមានទំនាក់ទំនងល្អជាមួយនឹងអាល្លឺម៉ង់អញ្ចឹងទៅពួកគេសម្រេចថាមានតែជម្រើសមួយនេះប៉ុណ្ណោះដែលធ្វើឲ្យពួកគេនឹងមានសុវត្ថិភាពនៅពេលដែលកងទ័ពអាល្លឺម៉ង់ចាប់បាននៅខាងក្រៅជំរំលើពីនេះទៅទៀតបន្ទាប់ពីពួកគេដាក់គោលដៅថានឹងទៅប្រទេស Norway ហើយអញ្ចឹងទៅពួកគេបានស្គាល់មិត្តភ័ក្តិដែលជាអ្នកទោសដូចគ្នាជាជនជាតិ Norway អញ្ចឹងទៅគាត់ក៏ទៅហៅថាម៉េចស្និទ្ធស្នាលជាមួយនឹងអ្នកទោសជនជាតិ Norway ហ្នឹងដើម្បីឲ្យគេជួយបង្រៀនភាសា Norway ឲ្យពួកគេបានដឹងផងហើយមូលហេតុដែលពួកគេចង់ចេះភាសា Norway ដោយសារតែពួកគេខ្លាចថាថ្ងៃមួយកងទ័ពអាល្លឺម៉ង់ចាប់បានពួកគេកុហកថាជនជាតិ Norway តែកងទ័ពអាល្លឺម៉ង់ឲ្យគេនិយាយ Norway ពួកគេមិនចេះនិយាយគាត់ច្បាស់ជាស្លាប់មិនខានអ្វីដែលពួកគេចង់ចេះគ្រាន់តែជាពាក្យមូលដ្ឋានតាក់ទងជាមួយនឹងការសន្ទនាធម្មតាតែប៉ុណ្ណោះដូចជាការសួរនាំផ្លូវដូចជាការសួរតម្លៃទំនិញនិងការឆ្លើយតាក់ទងជាមួយនឹងប្រវត្តិខ្លួនឯងជាដើមនេះគឺជាអ្វីដែលពួកគេត្រូវត្រៀមមុនពេលដែលពួកគេចេញទៅពិភពខាងក្រៅរហូតមកដល់ខែតុលាគឺរយៈពេល114ថ្ងៃពេញដែលពួកគេអត់ធ្មត់ប្រើដៃទទេក្នុងការជីករូងក្រោមដីគឺនៅពេលនោះពួកគេអាចជីករូងទៅដល់ទីតាំងខាងក្រៅជំរំដែលជាផែនការដែលពួកគេនឹងបានគ្រោងទុកប៉ុន្តែដោយសារតែការជីករបស់ពួកគេគឺជីកដោយដៃគ្មានឧបករណ៍ដើម្បីយកមកជួយអញ្ចឹងហើយបានជារូងរបស់ពួកគេនឹងមានការវាចអ្វីដែលសំខាន់វាមិនមែនវាចទៅក្រោមទេវាបែរវាចទៅលើវាធ្វើឲ្យតំបន់ដែលពួកគេបានជីកនឹងវាអាចនឹងស្រត់បើសិនជាមានឡានក៏ដូចជាមនុស្សដើរមកជន់ពីលើហើយតំបន់នឹងបើមើលពីចម្ងាយទៅដូចជាដំបូកអញ្ចឹងវារៀងប៉ោងចេញមកលើអញ្ចឹងណារឿងគឺមិនចប់ទេបងប្អូននៅពេលដែលឆ្មាំងយាមនៅក្នុងជំរំមួយនេះឃើញមានដីប៉ោងមកលើអញ្ចឹងពួកគេក៏មានការសង្ស័យនៅពេលដែលពួកគេសង្ស័យអញ្ចឹងទៅពួកគេក៏ហៅអ្នកទោសដទៃទៀតនឹងឲ្យមកមើលតំបន់នោះតាមមូលហេតុអ្វីបានជាដីនឹងវាប៉ោងទៅលើអញ្ចឹងហើយនៅពេលនោះ Oliver, Eric និង Michael នឹងកំពុងតែឈរមើលដោយការព្រួយបារម្ភគេព្រួយបារម្ភខ្លាចថាតំបន់ដែលគេព្យាយាមជីករាប់ខែត្រូវបែកធ្លាយដោយសារតែដំបូកឬក៏វាប៉ោងដីមកខាងលើមែនទេទៅពួកគេនៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែលពួកគេនឹងអាចសម្រេចគម្រោងមួយនេះនៅពេលដែលបណ្ដាអ្នកទោសនិងឆ្មាំងយាមនឹងទៅមើលតំបន់នោះពួកគេក៏ជួនលិចជួនកើតក៏មិនមានអាការៈស្រត់អីក៏ដើរចេញពីកន្លែងហ្នឹងទៅការដើរចេញរបស់ពួកគេធ្វើឲ្យគ្នារបស់ Eric 3នាក់ហ្នឹងមានការធូរចិត្តយ៉ាងខ្លាំងហើយ Oliver បានប្រាប់ទៅកាន់គ្នារបស់គាត់ថាគម្រោងរបស់យើងបើសិនជាពញាពេលតទៅទៀតច្បាស់ជាមានបញ្ហាមិនខាននៅកំឡុងពេលនោះរូងដែលពួកគេបានជីកនិងសម្ភារៈទាំងអស់ដែលពួកគេបានរៀបចំគឺរួចរាល់ទាំងអស់ហើយរងចាំតែថ្ងៃរត់ចេញប៉ុន្តែ Oliver នៅតែគិតថាពួកយើងនៅខ្វះអ្វីមួយយ៉ាងនោះគឺនាឡិកាមួយគ្រឿងដើម្បីកំណត់ពេលវេលាដោយ Oliver បានប្រាប់ថានាឡិកាគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីកំណត់ពេលវេលាខណៈពេលដែលពួកយើងនឹងលូនចូលទៅក្នុងរូងតាមផែនការដែលពួកគេបានកំណត់ពួកគេត្រូវចំណាយពេលលូនចូលទៅក្រោមដីនឹងនៅវេលាម៉ោង 6:30 នាទីល្ងាចពីព្រោះ Oliver គាត់បានសិក្សាមើលថាគឺម៉ោង 6:30 នាទីនេះគឺជាពេលវេលាដែលអ្នកយាមនៅក្នុងតំបន់នឹងកំពុងបដូរវេនហើយជាពេលវេលាដែលមានសុវត្ថិភាពបំផុតសម្រាប់ការរត់គេចនៅពេលអញ្ចឹងទៅ Oliver គាត់បានទៅខ្ចីនាឡិកាពីអ្នកទោសម្នាក់ដែលគាត់ស្គាល់ហើយបរិសម្នាក់នេះដេកក្រេក្បែរគាត់អ្នកទោសម្នាក់នេះគាត់ដឹងច្បាស់ថា Oliver មានគម្រោងធ្វើអ្វីមួយយ៉ាងប៉ុន្តែដោយសារតែគាត់ជាមនុស្សដែលមានចិត្តអញ្ចឹងហើយគាត់ក៏សម្រេចចិត្តប្រគល់នាឡិកាដៃដែលខ្លួនឯងស្រឡាញ់នឹងឲ្យទៅ Oliver អ្វីដែលសំខាន់នោះគឺគាត់ថែមទាំងជូនពរ Oliver ថាសូមឲ្យអ្វីល្អប្រសើរឯងនឹងទទួលបានជោគជ័យកុំត្រឡប់មកទីនេះម្ដងទៀតនិយាយរួមទៅអ្នកទោសម្នាក់នេះគឺគាត់ល្អខ្លាំងមែនទែនឲ្យរបស់ដែលខ្លួនឯងស្រឡាញ់ហើយថែមទាំងជូនពរទៀតរហូតមកដល់ល្ងាចថ្ងៃទី29តុលាឆ្នាំ1943អ្នកទោសទាំង3នាក់នេះបានលូនចូលទៅក្នុងប្រអប់ឈើដែលគាត់បានធ្វើបន្ទាប់មកទៀតគាត់ឲ្យអ្នកទោស4នាក់ទៀតដែលពួកគេមិនមានគម្រោងក្នុងការរត់គេចខ្លួននឹងជួយលើកប្រអប់ឈើនេះទៅដាក់នៅពីលើមាត់រូងដែលពួកគេបានជីករួចស្រេចពេលនោះនៅមាត់រូងហ្នឹងគឺមិនមានអ្វីក្រៅពីឈើបន្តិចបន្តួចព្រមទាំងដីដែលពួកគេបានគ្របពីលើនោះទេពេលដែលអ្នកទាំង3ទៅដល់មាត់រូងហើយពួកគេក៏បានដាក់សម្លៀកបំពាក់ឯកសារលុយកាក់មួយចំនួននិងសម្ភារៈចាំបាច់ទាំងអស់ចូលទៅក្នុងថង់ដែលពួកគេបានត្រៀមទុកជាមុនបន្ទាប់មកទៀតពួកគេក៏បានចងថង់នោះជាប់ជាមួយនឹងកជើងរបស់ពួកគេ
ហើយពួកគេក៏ចាប់ផ្ដើមលូនតាមច្រកហ្នឹងម្ដងម្នាក់ចូលទៅខាងក្រោមនៅពេលដែលពួកគេទៅដល់មាត់ច្រកចេញហ្នឹងពួកគេមិនទាន់ចេញភ្លាមនោះទេដោយពួកគេនឹងទន្ទឹងរង់ចាំម៉ោង 6:30 នាទីគឺជាម៉ោងដែលអ្នកយាមនឹងបដូរវេនមួយសន្ទុះក្រោយមកដល់ពេលវេលាដែលពួកគេនឹងបានកំណត់អញ្ចឹងទៅពួកគេក៏ប្រញាប់រុញគ្នាឡើងលើដីដើម្បីរត់ចូលក្នុងព្រៃភ្លាមនៅពេលដែលពួកគេចូលទៅដល់ក្នុងព្រៃភ្លាមអ្វីដែលពួកគេទទួលបានមុនគេនោះគឺសេរីភាពដល់ពេញលេញនៅពេលនោះ Michael ជាមួយនឹង Eric បានបបួលឲ្យ Oliver រត់ទៅជាមួយគ្នាប៉ុន្តែ Oliver ក៏បានឆ្លើយតបទៅវិញថាការដែលយើងរត់គេចខ្លួនជុំគ្នាវាមានហានិភ័យខ្លាំងណាស់ពីព្រោះបើសិនជាចាប់បានគឺចាប់បានទាំងអស់ប៉ុន្តែបើសិនជាយើងបំបែកគ្នាក្នុងការរត់គេចខ្លួនបើចាប់បានម្នាក់ក៏សល់2នាក់ទៀតដែរក្រោយពីពួកគេបានពិគ្រោះគ្នារួចហើយចុងក្រោយពួកគេសម្រេចថា Eric ជាមួយនឹង Michael បានទៅជាមួយគ្នាដោយឡែកឯ Oliver គឺរត់គេចខ្លួនតែម្នាក់ឯងរឿងបន្ទាប់ដែល Oliver គាត់បានធ្វើនោះគឺគាត់បានទៅបដូរសម្លៀកបំពាក់បន្ទាប់មកទៀតគឺគាត់រត់ទៅរកគោលដៅរបស់គាត់គឺស្ថានីយ៍រថភ្លើងហើយស្ថានីយ៍រថភ្លើងមួយនេះក៏នៅមិនឆ្ងាយពីពន្ធនាគារប៉ុន្មានដែរហើយមូលហេតុដែលគាត់សម្រេចចិត្តរត់ទៅរកស្ថានីយ៍រថភ្លើងក៏ដោយសារតែគាត់នឹងធ្វើយ៉ាងណាឲ្យអាចចេញពីទីក្រុងមួយនេះលឿនបំផុតដែលអាចធ្វើទៅបានគឺទៅទីក្រុងផ្សេងហើយពេលហ្នឹងក្រុមមន្ត្រីដែលធ្វើការនៅក្នុងជំរំឬក៏ពន្ធនាគារហ្នឹងនៅមិនទាន់រាប់ចំនួនអ្នកទោសទេអញ្ចឹងទៅពួកគេមិនទាន់ដឹងថាបាត់អ្នកទោសចំនួន3នាក់ឡើយប៉ុន្តែរឿងដ៏ភ្ញាក់ផ្អើលបងប្អូននៅពេលដែល Oliver កំពុងតែទិញសម្បត្តិឡើងរថភ្លើងគាត់ស្រាប់តែឃើញបរិសុទ្ធ2នាក់ហើយបរិសុទ្ធ2នាក់នោះគឺ Eric ជាមួយនឹង Michael នឹងឯងប៉ុន្តែទោះបីជាពួកគេបានឃើញគ្នាក៏ពិតមែនតែពួកគេធ្វើដូចមិនស្គាល់គ្នាអញ្ចឹងហើយការដែលគេធ្វើដូចមិនស្គាល់គ្នាក៏មិនចង់ឲ្យមានមនុស្សចាប់អារម្មណ៍ទៅលើពួកគេនៅពេលដែលពួកគេទិញសម្បត្តិបានហើយនៅពេលនោះរថភ្លើងមិនទាន់ចេញទេប៉ុន្តែអារម្មណ៍របស់ពួកគេកំពុងតែក្តុកក្តួលទន្ទឹងរង់ចាំឲ្យរថភ្លើងនឹងឆាប់ចេញដំណើរពីព្រោះអ្វីដែលគេបារម្ភនោះគឺខ្លាចដល់ពេលដែលក្រុមមន្ត្រីសមត្ថកិច្ចដែលធ្វើការនៅក្នុងជំរំដាក់អ្នកទោសនោះដឹងថាបាត់អ្នកទោសប្រកាសណាថាគេនឹងបិទក្រុងក្នុងការស្វែងរកអារម្មណ៍របស់ Oliver ពេលហ្នឹងគឺគេអង្គុយអន្ទះសារយ៉ាងខ្លាំងភ្នែករបស់គេអង្គុយមើលតែម៉ោងប៉ុណ្ណោះពីព្រោះគេដឹងថាបន្តិចទៀតឆ្មាំងនៅក្នុងពន្ធនាគារនឹងដើររាប់ចំនួនអ្នកទោសមួយសន្ទុះក្រោយមករថភ្លើងក៏ចាប់ផ្ដើមចេញដំណើរហើយពេលនោះគឺជាពេលវេលាដែល Eric, Michael ក៏ដូចជា Oliver មានក្តីសុខជាខ្លាំងហើយរឿងដែលមិនអាចបំភ្លេចបានសម្រាប់អ្នកទាំង3នាក់នោះគឺនៅពេលដែលរថភ្លើងកំពុងតែចេញដំណើរគេក៏បានមើលតាមបង្អួចរថភ្លើងហ្នឹងឃើញពន្ធនាគារឬក៏ជំរំដែលពួកគេនឹងធ្លាប់រស់នៅអារម្មណ៍របស់គេដែលគេចង់ធ្វើនោះគឺគេចង់លើកដៃបាយពន្ធនាគារមួយនេះប៉ុន្តែគេមិនហ៊ានធ្វើនោះទេខ្លាចមន្ត្រីដែលធ្វើការនៅក្នុងរថភ្លើងហ្នឹងចាប់អារម្មណ៍ទីបំផុតរថភ្លើងមួយនេះក៏បានទៅដល់ស្ថានីយ៍នៃទីក្រុង Dancing ហើយខ្ញុំចង់ពន្យល់អំពីមូលហេតុថាហេតុអីបានគេទាំង3នាក់នេះសម្រេចចិត្តមកកាន់ទីក្រុងមួយនេះមូលហេតុដែលពួកគេមកកាន់ទីក្រុង Dancing ក៏ដោយសារតែទីក្រុង Dancing នៅភាគខាងជើងនៃប្រទេសប៉ូឡូញហើយទីក្រុងមួយនេះនៅជាប់ជាមួយនឹងឆ្នេរសមុទ្រដែលអាចជិះទូកគេចខ្លួនទៅក្រៅប្រទេសបានយ៉ាងងាយស្រួលទោះបីជាពួកគេមកដល់ទីក្រុង Dancing ក៏ពិតមែនតែពួកគេមិនទាន់ចេញដំណើរទេគឺពួកគេទៅស្នាក់នៅក្នុងទីក្រុងមួយនេះរយៈពេល2ថ្ងៃការដែលពួកគេស្នាក់2ថ្ងៃនៅទីនេះដើម្បីស្វែងរកព័ត៌មានទាក់ទងជាមួយនឹងទីតាំងដែលទូកនឹងអាចទៅកាន់ប្រទេសស៊ុយអែតបានហើយមែនទែនទៅប្រទេសស៊ុយអែតគឺមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសរបស់ពួកគេចុងក្រោយនៅពេលដែល Oliver ដឹងថានាវាមួយនេះនឹងដឹកទំនិញទៅកាន់ប្រទេសស៊ុយអែតគាត់ក៏បានលួចឡើងនាវានោះដោយសម្ងាត់ហើយគាត់បានទៅលាក់ខ្លួននៅក្នុងបន្ទប់ដាក់ទំនិញប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះគឺនៅពេលដែលនាវានេះចេញដំណើរមិនបានប៉ុន្មានទីបំផុត Oliver ត្រូវបានសមាជិកដែលធ្វើការនៅក្នុងនាវានឹងប្រទះឃើញថាគេលួចឡើងលើនាវាថាត្រូវបានបុគ្គលិកប្រទះឃើញថាលួចឡើងវាអាក្រក់ទៅហើយប៉ុន្តែអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺបុគ្គលិកម្នាក់នោះបាននាំគាត់ទៅរាយការណ៍ជាមួយនឹងប្រធាននាវានៅពេលដែលប្រធាននាវាសួរនាំ Oliver ក៏មិនកុហកអ្វីដែរគាត់បានសារភាពតាមត្រង់ថាគាត់គឺជាជនជាតិអង់គ្លេសដែលជាអ្នកទោសរត់គេចខ្លួនចេញពីជំរំកងទ័ពអាល្លឺម៉ង់ដោយសារតែគាត់មិនអាចនិយាយអ្វីបានមួយវិញទៀតគាត់មិនមានទឹកប្រាក់ក្នុងការឲ្យប្រធាននាវាគាត់បានត្រឹមតែសន្យាថាបើសិនជាគាត់អាចទៅដល់គោលដៅដែលគាត់ចង់ទៅគាត់នឹងរកទឹកប្រាក់ចំនួន500ផោនដើម្បីប្រគល់ជារង្វាន់ឲ្យប្រធាននាវាហើយប្រធាននាវាគ្រាន់តែឮថា Oliver និយាយអញ្ចឹងភ្លាមគាត់ក៏បានបដិសេធយ៉ាងលឿនថា
គាត់មិនយល់ព្រមនោះទេទឹកប្រាក់500ផោនទោះបីជាវាមានចំនួនច្រើនក៏ពិតមែនប៉ុន្តែការជួយអ្នកទោសរត់គេចខ្លួនបើសិនជាទាហានអាល្លឺម៉ង់រកឃើញប្រកាសណាស់ថានាវារបស់គាត់នឹងប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ចុងក្រោយ Oliver ត្រូវបានប្រធាននាវាចាប់ឃុំឃាំងទុកនៅពេលនោះ Oliver មានអារម្មណ៍អស់សង្ឃឹមជាខ្លាំងដោយគាត់គិតក្នុងចិត្តថាខ្លួនគាត់ប្រកាសជាត្រូវបានគេយកទៅដាក់នៅក្នុងជំនុំនោះវិញឬក៏មួយទៀតត្រូវបានគេសម្លាប់អ្វីដែល Oliver អាចធ្វើបានពេលហ្នឹងគឺមានតែការសុំអង្វរទៅកាន់ប្រធាននាវាដោយគាត់បានអង្វរទៅកាន់ប្រធាននាវាថាបើលោកខ្លាចប៉ះពាល់ដល់នាវារបស់លោកសូមលោកទម្លាក់ខ្ញុំចុះពីលើនាវានឹងទៅកុំឲ្យប៉ះពាល់ដល់នាវាលោកប៉ុន្តែខ្ញុំសុំម្យ៉ាងសូមកុំប្រកល់ខ្លួនខ្ញុំត្រឡប់ទៅកាន់កងទ័ពអាល្លឺម៉ង់វិញចុងក្រោយមិនដឹងថាជាសំណាងឬក៏ជាកត្តាអ្វីទេធ្វើឲ្យប្រធាននាវានឹងទន់ចិត្តចឹងម៉េចប្រធាននាវាបានឲ្យកូនចៅនឹងនាំខ្លួន Oliver ទៅលាក់ខ្លួនក្នុងបន្ទប់ម៉ាស៊ីនក្រោមបាតនាវាទៅហើយពាក្យសម្ដីរបស់ប្រធាននាវាដែលនិយាយឲ្យធ្វើឲ្យ Oliver ស្ទើរតែស្រក់ទឹកភ្នែកនោះគឺឯងកុំចេញទៅណាឲ្យសោះកុំឲ្យអ្នកណាឃើញឲ្យសោះរហូតដល់នាវានេះឆ្លងផុតដែនសមុទ្រប្រទេសអាល្លឺម៉ង់ហើយគាត់បានប្រាប់ទៅកាន់ Oliver ថាបើសិនជាមានទាហានអាល្លឺម៉ង់សួរខ្ញុំនឹងប្រាប់គាត់ថាខ្ញុំមិនដឹងរឿងអ្វីទាំងអស់ហើយមិនបានឃើញឯងនោះទេបន្ទាប់ពីត្រូវបានប្រធាននាវាជួយដោយមិនគិតប្រាក់សូម្បីតែ1រៀលសំទោសសូម្បីតែ1សេននាវាក៏បានចេញដំណើរទៅដល់ទីក្រុង Stockholm ប្រទេសស៊ុយអែតដោយសុវត្ថិភាពបងប្អូនគ្រាន់តែជន់ទឹកដីស៊ុយអែតដំបូង Oliver គិតរឿងមុនគេនោះគឺឆ្ពោះទៅកាន់ស្ថានទូតអង់គ្លេសដើម្បីសុំឲ្យស្ថានទូតអង់គ្លេសនឹងជួយនាំខ្លួនគេបញ្ជូនទៅស្រុកកំណើតរបស់គេនៅអង់គ្លេសវិញបងប្អូនរឿងគឺមិនចប់ទេបងប្អូននៅពេលដែល Oliver ទៅដល់មុខស្ថានទូតអង់គ្លេសភ្លាមគាត់បានប្រទះឃើញបរិសុទ្ធ2នាក់ហើយបរិសុទ្ធ2នាក់ហ្នឹងគឺ Michael ជាមួយនឹង Eric នឹងឯងពួកគេដូចជាមាននិស្ស័យជាមួយគ្នាអញ្ចឹងតែការជួបគ្នាលើកនេះគឺខុសគ្នានៅពេលដែលពួកគេជួបគ្នានៅស្ថានីយ៍រថភ្លើងខុសគ្នាយ៉ាងម៉េចនៅពេលដែលពួកគេជួបគ្នានៅមុខស្ថានទូតអង់គ្លេសអញ្ចឹងអ្វីដែលពួកគេធ្វើនឹងគឺរត់ទៅអោបគ្នាដោយក្តីរំភើបរីករាយពីព្រោះពួកគេគិតថាគម្រោងហែកគុករបស់ពួកគេឬក៏គម្រោងហែកជំរំកងទ័ពអាល្លឺម៉ង់របស់ពួកគេគឺបានជោគជ័យនិងសុវត្ថិភាពហើយពេលដែលពួកគេចូលទៅដល់ក្នុងស្ថានទូតអង់គ្លេសពួកគេត្រូវបានអ្នកធ្វើការក៏ដូចជាបុគ្គលិកដែលជាជនជាតិអង់គ្លេសធ្វើការនៅក្នុងស្ថានទូតនឹងឲ្យពួកគេមានអាហារគ្រប់គ្រាន់ឲ្យពួកគេស្នាក់នៅដោយត្រឹមត្រូវនិងមើលថែបានយ៉ាងល្អបន្ទាប់មកពួកគេទាំង3នាក់ត្រូវបានខាងស្ថានទូតនឹងបញ្ជូនទៅកាន់ទឹកដីកំណើតវិញគឺប្រទេសអង់គ្លេសហើយពួកគេក៏បានជួបគ្រួសារជួបមនុស្សជាទីស្រឡាញ់ដែលពួកគេនឹងទន្ទឹងរង់ចាំជាច្រើនខែហើយចំពោះសាច់រឿងរបស់គាត់ក៏ត្រូវបានគេយកទៅចងក្រងជាសៀវភៅផងដែររហូតមកដល់ថ្ងៃទី29ខែមេសាឆ្នាំ1993នៅពេលនោះ Oliver Philpott បានទទួលមរណភាពដោយស្ងប់ស្ងាត់ក្នុងអាយុ80ឆ្នាំសប្តាហ៍នេះជំរំកងទ័ពអាល្លឺម៉ង់ដែលជាកន្លែងនៃរឿងរ៉ាវទាំងមូលបានคล้ายទៅជាសារមន្ទីរដែលគេបើកឲ្យភ្ញៀវទេសចរក៏ដូចជាសិស្សានុសិស្សចូលទៅសិក្សាអំពីប្រវត្តិសាស្ត្រនិងស្វែងយល់អំពីព្រឹត្តិការណ៍ដែលធ្លាប់កើតមានហើយនេះគឺជារឿងរ៉ាវនៃជីវិតពិតរបស់ Oliver Philpott បុរសដែលអាចតស៊ូពុះពៀគ្រប់ឧបសគ្គដើម្បីត្រឡប់មកជួបគ្រួសារនិងមនុស្សជាទីស្រឡាញ់មុននឹងបញ្ចប់នៃសាច់រឿងមួយនេះខ្ញុំក៏សូមការអធ្យាស្រ័យតាក់ទងជាមួយនឹងពាក្យពេចន៍ដែលខ្ញុំបានប្រើខ្ញុំទទួលស្គាល់ថាពាក្យខ្លះខ្ញុំប្រើមិនត្រូវនោះទេប៉ុន្តែដោយសារតែការទម្លាប់ដូចជាក្នុងរឿងនេះខ្ញុំនិយាយតាក់ទងជាមួយនឹងជំរំហើយនឹងពន្ធនាគារមែនទេទៅវាជាជំរំទេប៉ុន្តែវាឃុំឃាំងដូចជាពន្ធនាគារអញ្ចឹងទៅទើបខ្ញុំហៅជំរំផងហៅពន្ធនាគារផងត្រង់ចំណុចនេះបើបងប្អូនស្ដាប់ទៅពិបាកស្ដាប់ក៏សូមបងប្អូនអធិស្ឋានផងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងបើសិនជាការបកស្រាយរបស់ខ្ញុំមានចំណុចខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានអរគុណបងប្អូនដែលតែងតែចូលទស្សនាវីដេអូរបស់ខ្ញុំជួបគ្នាវីដេអូបន្ទាប់អរគុណច្រើន